3 ឆ្នាំមកនេះគឺយួនគឺចាប់សកម្មជនខ្មែរក្រមយើងបន្តតាំងពីចុងឆ្នាំ2022មកដល់2026ហ្នឹងគឺចាប់ច្រើនមែនទែនហើយចាប់សឹងរាល់ឆ្នាំដូចឆ្នាំ2023គឺចាប់ច្រើនមែនទែនហ្នឹងហើយបើឆ្នាំ2022ចុងឆ្នាំ2022ចាប់3នាក់បាទចាប់3នាក់ហើយដល់ពេលឆ្នាំ2023ចាប់រៀងច្រើនវត្តតនុំសេកចាប់ទាំងប្រចាំអធិការគ្រូសូត្រគ្រូចាអីចាប់ទាំងលោកនេនភិក្ខុអីចាប់សឹងចង់អស់មកវត្តបាទហើយអ្នកជុំវិញគណៈកម្មការវត្តជុំវិញក៏ចាប់ដែរបាទកាត់ទោសសិតតែម្នាក់3ឆ្នាំ6ខែឡើងទៅបាទអ្នកខ្លះដល់6ឆ្នាំហើយបើ2024ក៏ចាប់ដែរបាទ2025ក៏ចាប់ដែរហើយ2026ហ្នឹងថ្មីនេះគឺទើបចាប់ទៀតដែរបាទមួយថ្ងៃមុនម្នាក់ទៀតបាទគឺពីមុនទៅគេហៅថាយួនមានគេហៅថាបាក់តែមួយប៉ុន្តែមានពីបែកអញ្ចឹងបែកខាងនោះដូចជាថាដូចគ្រាន់បើដែលចេះគ្រប់សិទ្ធិមនុស្សអន្តរជាតិអីខ្លះអញ្ចឹងទៅដល់ពេលបែកខាងនោះធ្លាក់ខាងនេះជាប់វិញមានណាចាប់ខ្មែរក្រមតិចដាក់គុកអស់ហើយសឹងតែបោះសម្អាតឲ្យតែខ្មែរក្រមណាតាំងខ្លួនជាខ្មែរក្រមឬក៏ហ៊ាន share Facebook share អីដេបដាស់ហ្នឹងហើយគឺចាប់គ្មានសល់គម្រាមឬក៏មកដល់ផ្ទះអីគ្រប់សល់ចឹងហើយខ្ញុំចង់ដាក់ផ្ញើទៅបងប្អូននៅកម្ពុជាក្រមយើងបាទអ្នកដែលស្នេហាជាតិអ្នកដែលសកម្មបាទយើងកាត់បន្ថយខ្លះពួកយួនឥឡូវខុសខើមិនដូចយួនពីមុនទេបាទតែយើងផុសអីលើបណ្ដាញសង្គមឬក៏យើង share ឬក៏យើងនិយាយ share caption អីតិចតួចហ្នឹងរលលេសចាប់យើងតបបានដាក់គុកបើថាយើងខុសច្បាប់ខុសអីសម្រាប់មនុស្សឬក៏ឆក់បឡនឬក៏នេះនោះអីទៅបាទគ្រឿងញៀនលក់អីគេចាប់នោះវាសមឲ្យសមផលហើយប៉ុន្តែដល់លក្ខណៈដូចជាយើងគ្រាន់តែបញ្ជាក់អត្តសញ្ញាណយើងជាខ្មែរក្រមយើងបង្ហាញសកម្មភាពយើងជាខ្មែរអីចេញចោលអញ្ចឹងគឺទាំងតែចាប់អស់ហើយបងប្អូនខ្លះ comment សួរថានៅកម្ពុជាក្រមមានសាលារៀនទេមាននៅក្នុងវត្តមានយូរហើយបាទតែបើនៅក្រៅយើងអត់អាចបើកឯកជនបានទេបាទបើក្នុងសាលារដ្ឋគេបញ្ចូលថ្នាក់ទី3ទី4អីហ្នឹងឬក៏ទី5អីហ្នឹងហើយក្មេងរៀនថ្នាក់ទី3ទី4ទី5ហើយបញ្ចូលមួយអាទិត្យបញ្ចូលតែ45នាទីបងប្អូនរៀនចេះជាមនុស្សអច្ឆរិយៈហើយក្មេងប៉ុណ្ណឹងណាបាទតែបើចង់រៀនចេះនៅក្នុងវត្តអារាមទៅ 100% ដឹងរៀនចេះតែម្ដងអញ្ចឹងតែបើសិនថាទៅរៀននៅសាលារដ្ឋមិនអាចទេមិនអាចចេះទេហ្នឹងហើយបើឯកជនយើងបើកផ្ដេសផ្ដាស់គេមកអញ្ជើញយ៉ាងឡើងឃុំអញ្ចឹងតែគេហៅទៅគេបំភ័យចែងចោលអីមិនអញ្ចឹងទៅអ្នកខ្លះឡើងហ៊ានអ្នកចិត្តផ្ទះខ្ញុំឲ្យបាននឹងទិញក្តារខៀនមកព្រៀនក្មេងពេលល្ងាចពេលយប់បន្តិច1ម៉ោង2ម៉ោងនេះអញ្ចឹងគេជើញឡើងឃុំហ្នឹងហើយតែបើចង់ព្រៀនទៅព្រៀននៅវត្តរៀនតាមផ្ទះគេអត់ឲ្យទៀតហ្នឹងហើយពិបាកគ្រប់សពទាំងអស់ខ្មែរក្រមយើងថាយួនគេមានសិទ្ធគេធ្វើគ្រប់យ៉ាងតែយើងគេមិនឲ្យហើយគេប្រកាសគេថា54ជនជាតិគឺសិទ្ធស្មើគ្នាខ្ញុំមិនដឹងស្មើបែបណាដែរ